បាទជាងអាកំសត់ត្រឹងសៀនវីឡុកសូមអូនកាយគោរពដល់ពុកម៉ែបងប្អូនគ្រប់មជ្ឈដ្ឋានខណៈពេលនេះក្រុមជាងតវិចមកដល់ដៃអ៊ុយបឹងខ្យងដើម្បីទទួលអានៅដំដងដេកលើខ្សែអាកាសនីព្រមទាំងក្បែរថ្នល់ឡានដូច្នេះសូមពុកម៉ែបងប្អូនយើងរងចាំទេសនាដូចតទៅក៏សូមអរគុណបងប្អូនកូនក្មួយទាំងអស់ដែលបានគាំទ្រនៅភេទជាងអាចឈើកំសត់ក៏រួចហើយក៏សូមជូនពរបងប្អូនយើងបងប្អូនកូនក្មួយទាំងឡាយប្រកបនៅកិច្ចការអ្វីសូមសម្រេចដូចក្តីបំណងប្រាថ្នារួចហើយក៏កុំភ្លេចគេជួយ like share เพจជាងអាកំសត់ផងដើម្បីឆាប់មានកម្រងក៏សូមប្រាប់ដល់បងប្អូនថាបើមាននិយាយតាណាមានដើមឈើឧបសគ្គដូចជាដើមដូងអ្វីដើមអីផ្សេងដែលថាលើខ្សែអាកាសនីឬមួយដេកកបែតេះអាចតែកតងមកសៀនជាងអាកំសត់នៅតវិចទោះនៅទីណាក៏សៀននឹងសន្មត់អាចជូនអុយយាយតាពុកម៉ែយើងទាំងអស់បាទក្នុងការកំប្លុកកំប្លែងតែងកំណាប់របស់សៀនបើគ្មានការជ្រុលជ្រោះនៅកាយវិការឬអក្ខរាវិរុទ្ធអីសូមអធិស្ឋានដល់ជាងអាកំសត់ផងក៏សូមឲ្យមានយាយតាយើងសុខសប្បាយទាំងអស់គ្នារួចហើយក៏ថាក្នុងភូមិឋានបើមានកន្លែងណាគេចង់ត្រូវការអាចឈើជួយតាក់ទងឲ្យសៀនផងបាទតម្លៃយ៉ាងគួរសមទេបងប្អូនដូចថ្ងៃនេះអុយចែមួយនៅខាងមុខវត្តបឹងខ្យងនេះគឺថានៅដៃអ៊ុយបឹងខ្យងបងប្អូនទទួលដើមដូង3ដើមទោះលើខ្សែភ្លើងលើទ្រង់ជ្រូកមែនប៉ុន្តែយកតម្លៃយ៉ាងគួរសមគ្មានថ្លៃទេបងប្អូនអើយល្មមយើងល្មមគេបាទក្រុមជាងអាក៏ធានាយ៉ាងសុវត្ថិភាពបាច់ជាកទេកបោះធានាថារឿងការខូចខាតនោះអាចជាបាន 95% បងប្អូនធានាជាងអាកំសត់សូមធានាមិននឹងបញ្ចប់វីឡុកក៏សូមបវរណាបងប្អូនកូនក្មួយមានយីតាយើងកុំភ្លេចជួយ like share ឲ្យភ័យសៀនផងបាទសៀនគឺគ្មានអ្វីអរគុណទេមានតែម្រាមដៃ10បួងសួងដោយសកាទេវរេកស្ដេចទេវតាជួយថែរក្សាមានយាយតាយើងឲ្យឈ្នះមាន8ផ្លូវសត្រូវ8ទិសដូច្នេះហើយសៀនអាចឈើជាងអាកំសត់សូមសង្ខេបវីឡុកត្រឹមនឹងសន្មត់ជួបពុកម៉ែយើងនៅវីឡុកក្រោយបាទសូមជម្រាបលា